ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងនិងបានស្គាល់ខ្លះរួចមកហើយអំពីឧទ្ធម្ភាគៈមួយប្រភេទដែលកំពុងតែប្រើប្រាស់នៅក្នុងប្រទេសកម្ពុជារបស់យើងដែលឧទ្ធម្ភាគៈប្រភេទនេះបម្រើការនៅក្នុងវិស័យយោធាកងទ័ពអាកាសនិងវិស័យស៊ីវិលផងដែរដែលឧទ្ធម្ភាគៈមួយប្រភេទនេះដែលយើងតែងហៅឈ្មោះវាថាជាឥន្ទ្រីដែក Z9 ដែលជាឧទ្ធម្ភាគៈមួយមានប្រភពមកពីប្រទេសចិនឧទ្ធម្ភាគៈ Z9 គឺជាសម្ភារៈយោធាមួយដ៏សំខាន់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការការពារជាតិនិងប្រតិបត្តិការមនុស្សធម៌ដឹកជញ្ជូនរបស់កម្ពុជា Z9 មានប្រវត្តិដើមមកពីប្រទេសចិនកាលពីទសវត្សរ៍ឆ្នាំ80ប្រទេសចិនបានទិញបច្ចេកវិទ្យាពីក្រុមហ៊ុន Eurofighter របស់ប្រទេសបារាំងលើ model AS365 Dopes មកកែច្នៃហើយដាក់ឈ្មោះថាជា Z9 កម្ពុជាបានចាប់ផ្ដើមទទួលនិងដាក់ឲ្យប្រើប្រាស់ឧទ្ធម្ភាគៈ Z9 នេះជាបន្តបន្ទាប់នៅក្នុងកំឡុងពេលនៃការធ្វើទំនើបកម្មកងទ័ពអាកាសដើម្បីជំនួសនៅឧទ្ធម្ភាគៈស៊េរីចាស់ៗដែលអស់លទ្ធភាពប្រើប្រាស់ការទទួលបាននេះគឺជាសក្ខីភាពនៃកិច្ចប្រតិបត្តិការយោធាដ៏រឹងមាំរវាងកម្ពុជានិងចិនដែលបានផ្ដល់លទ្ធភាពនឹងកងទ័ពអាកាសកម្ពុជាមានសមត្ថភាពហោះហើរត្រួតពិនិត្យដែនអាកាសនិងដឹកជញ្ជូនកងទ័ពបានយ៉ាងរហ័សឧទ្ធម្ភាគៈ Z9 គឺស្ថិតនៃការរចនាបច្ចេកទេសដ៏ទំនើបលក្ខណៈពិសេសត្រង់កន្ទុយប្រភេទ Fenetron ដែលមានកង្ហារតូចមួយស្ថិតនៅខាងក្រោយនៃយន្តហោះដែលមានតួនាទីក្នុងការជួយកាត់បន្ថយសំឡេងរំខានបានយ៉ាងច្រើនហើយក៏បង្កើតនូវប្រព័ន្ធសុវត្ថិភាពដល់បុគ្គលិកនៅជិតយន្តហោះផងដែរសមត្ថភាពរបស់ឧទ្ធម្ភាគៈមួយប្រភេទនេះអាចហោះហើរបានរហ័សនិងមានភាពបត់បែនខ្ពស់ក្នុងការចុះចតនៅតាមតំបន់លំបាកៗដែលឧទ្ធម្ភាគៈធំៗមួយចំនួនមិនអាចធ្វើទៅបានម្យ៉ាងទៀតឧទ្ធម្ភាគៈនេះមានតម្លៃសមរម្យជាងឧទ្ធម្ភាគៈលោកខាងលិចដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាតម្លៃខ្ពស់ឬទាបរបស់ឧទ្ធម្ភាគៈនេះគឺអាស្រ័យទៅលើប្រភេទសម្ភារៈបំពាក់លើឧទ្ធម្ភាគៈមួយនេះដែលនេះគឺជាចំណុចខ្លាំងមួយដែលជួយឲ្យកងទ័ពអាកាសមានចំនួនយន្តហោះគ្រប់គ្រាន់សម្រាប់បម្រើការងារចម្រុះមិនត្រឹមតែសម្រាប់ដឹកជញ្ជូនប៉ុណ្ណោះទេសិទ្ធិណាញរបស់កម្ពុជាក៏អាចបំពាក់នៅអាវុធយុទ្ធសាស្ត្រមួយចំនួនដើម្បីប្រែក្លាយទៅជាយុទ្ធសាស្ត្រហោះហើរក្នុងករណីចាំបាច់ផងដែរចំពោះទំហំរបស់សិទ្ធិណាញវិញវាមានទំហំប្រវែង13ម៉ែត្រដែលធ្វើឲ្យវាមានភាពរហ័សរហួនខ្លាំងវាអាចចុះចតបានគ្រប់ទីកន្លែងរួមទាំងលើវាលស្រែក្បែរមាត់ទន្លេឬទីតាំងបង្អៀតដែលមានយន្តហោះធំៗដែលមិនអាចចុះចតបានកន្ទុយឧទ្ធម្ភាគៈនេះមានលក្ខណៈពិសេសខុសពីធម្មតាសិទ្ធិណាញអាចទុកមនុស្សប្រមាណ10នាក់ឬបើដកកៅអីចេញអាចដឹកគ្រែអ្នកជំងឺបាន2គ្រែសម្រាប់សង្គ្រោះបន្ទាន់ផងដែរក្នុងប្រតិបត្តិការជាក់ស្ដែងឧទ្ធម្ភាគៈសិទ្ធិណាញបានក្លាយជាវីរបុរសមួយក្នុងការងារសង្គ្រោះបន្ទាន់ជាពិសេសក្នុងការគ្រាដែលមានគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ដែលវាបានដើរតួនាទីក្នុងការដឹកជញ្ជូនស្បៀងអាហារនិងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដាច់ស្រយាលនិងបម្រើទៅលើការងារជាច្រើនទៀតផ្នែកដឹកជញ្ជូនទោះជាយ៉ាងណាក្នុងនាមជាឧបករណ៍បច្ចេកទេសឧទ្ធម្ភាគៈមួយប្រភេទនេះក៏មិនអាចជៀសផុតពីឧបទ្ទវហេតុករណីធ្លាក់ឧទ្ធម្ភាគៈនេះកន្លងមកគឺជាមេរៀនមួយដ៏ឈឺចាប់ដូចជាការធ្លាក់នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ2024កន្លងទៅការធ្លាក់ឧទ្ធម្ភាគៈមួយនេះគឺជាសម្រាប់សំខាន់មួយសម្រាប់ការកែលម្អឲ្យប្រសើរឡើងការស៊ើបអង្កេតក្នុងករណីធ្លាក់យន្តហោះទាំងនោះជាទូទៅបានបង្ហាញថាមានបញ្ហាបណ្ដាលមកពីកត្តាចម្រុះរួមមានកត្តាស្ថានភាពអាកាសធាតុដែលមិនអំណោយផលនៅតំបន់ភ្នំកំហុសបច្ចេកទេសដែលទាមទារការត្រួតពិនិត្យឲ្យបានញឹកញាប់ឬកត្តាមនុស្សក្នុងការសម្រេចចិត្តហោះហើរមិនអាចហោះហើរទៅបានជារួមកងទ័ពអាកាសកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើទំនើបកម្មផ្នែកថែទាំការបណ្ដុះបណ្ដាលពីសំណាក់អ្នកជំនាញនិងការរឹតបន្តឹងវិធានការសុវត្ថិភាពដើម្បីឲ្យឧទ្ធម្ភាគៈប្រភេទសិទ្ធិណាញនេះបន្តបេសកកម្មបម្រើជាតិនិងប្រជាជនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ក្នុងកិច្ចការការពារជាតិផងដែរ